នៅក្នុងការធ្វើកិច្ចព្រមព្រៀងថ្នាក់រៀននេះរបស់គ្រូបន្ទុកថ្នាក់នេះគឺមាន3ចំណុចដែលយើងត្រូវនិយាយគឺទី1គឺស្តង់ដារទី1គឺលទ្ធផលសិក្សារបស់សិស្សស្តង់ដារទី2អំពីដំណើរការបង្រៀននិងរៀនហើយនិងកិច្ចការទី3សំដៅទៅលើការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនបាទគេហៅថាវគ្គពង្រឹងគុណវុឌ្ឍិឬក៏បង្កើនគុណវុឌ្ឍិគណៈគ្រប់គ្រងឬមួយក៏គ្រូបង្រៀនរបស់គ្រូណាបាទបាទសូមជំរាបសួរលោកគ្រូនិងគ្រូទាំងអស់គ្នាបាទពិសេសលោកគ្រូនិងគ្រូបន្ទុកថ្នាក់ណាបាទអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានធ្វើវីដេអូបង្ហាញអំពីរបៀបនៅក្នុងការធ្វើកិច្ចព្រមព្រៀងអឺលទ្ធផលការងារនិងការអភិវឌ្ឍវិជ្ជាជីវៈប្រចាំឆ្នាំរបស់គ្រូឯកទេសមួយៗឥឡូវនេះយើងចូលដល់ការធ្វើកិច្ចព្រមព្រៀងបាទរបៀបនៅក្នុងការធ្វើកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំលទ្ធផលការងារប្រចាំឆ្នាំនិងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបន្ទុកថ្នាក់ម្ដងណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងទៅតែម្ដងណាអញ្ចឹងកន្លែងនេះគឺយើងដូរថ្ងៃមកថាឥឡូវការធ្វើខ្ញុំលើកឧទាហរណ៍នេះគឺការធ្វើនៅក្នុងឆ្នាំ2025-2026ហើយប្រសិនបើឆ្នាំក្រោយមួយទៀតបាទឆ្នាំក្រោយមួយទៀតខ្ញុំបញ្ជាក់ជូនថាការធ្វើកិច្ចព្រមព្រៀងនេះមិនខុសគ្នាទេឆ្នាំណាដូចឆ្នាំណាដែរណាបើសិនបើឆ្នាំក្រោយ2026 2027ឬក៏27 2028អញ្ចឹងក៏ដូចតែគ្នាទេបាទមិនខុសគ្នាទេណាគ្រាន់តែប្រសិនបើឆ្នាំក្រោយយើងចាប់ដើមពីឆ្នាំពីខែប្រហែលទៅលោកគ្រូដាក់តាមហ្នឹងមកណាអូខេឥឡូវខ្ញុំគ្រាន់តែលើកឧទាហរណ៍ឆ្នាំ2025 2026ខ្ញុំលើកឧទាហរណ៍ថានៅត្រឹមខែគិតពីខែវិច្ឆិកាណាខែវិច្ឆិការហូតដល់ខែកញ្ញាឆ្នាំ2021បាទអញ្ចឹងកន្លែងនេះគឺมันពិបាកឲ្យយើងចូលដល់ការបំពេញតែម្ដងណាអញ្ចឹងកន្លែងនេះគឺมันពិបាកទេលោកគ្រូប្រហែលជាมันពិបាកយល់ទេណាបាទឈ្មោះសាលាភូមិឃុំស្រុកខេត្តអីមកនៃឈ្មោះគ្រូទុកថ្នាក់ហើយលោកគ្រូទុកថ្នាក់ទីប៉ុន្មានហើយលោកគ្រូកម្រិតឋានៈមន្ត្រីរាជការនេះលោកគ្រូឋានៈអីគេជាគ្រូបង្រៀនបណ្ដំឬក៏គ្រូកម្រិតមូលដ្ឋានអញ្ចឹងណាបាទបន្តមកទៀតអានេះឋានៈវិជ្ជាជីវៈបើសិនបើលោកគ្រូមានទៅបណ្ដុះបណ្ដាលអីផ្សេងពាក់ព័ន្ធទៅនឹងវិជ្ជាជីវៈហ្នឹងលោកគ្រូដាក់មកណាបាទដាក់មកបន្តទៀតហត្ថលេខានេះរងចាំនៅពេលដែលលោកគ្រូបាទរងចាំតែលោកគ្រូបំពេញខាងក្រោមរួចអស់ហើយលោកគ្រូនឹង print ហើយចាំចុះហត្ថលេខាអញ្ចឹងណាអូខេអញ្ចឹងឥឡូវកន្លែងត្រង់នេះលោកគ្រូនឹងមិនពិបាកយល់ទេយើងទៅបន្តទៀតហើយខាងក្រោមនេះគឺនិយាយពីការធ្វើកិច្ចព្រមព្រៀងជាមួយនឹងនាយកសាលាអញ្ចឹងលោកគ្រូកន្លែងនេះដាក់ឈ្មោះនាយកសាលាមកណាបាទដាក់ឈ្មោះនាយកសាលាមកឈ្មោះឲ្យ page គាត់មកថ្ងៃខែឆ្នាំដែលគាត់ឯកភាពឬក៏អនុម័តហ្នឹងណាបាទហើយនឹងអានេះសម្រាប់ឲ្យគាត់ចុះហត្ថលេខានៅពេលដែលលោកគ្រូធ្វើបំពេញអាក្រមរៀនរួចហើយលោកគ្រូ print មកលោកគ្រូសញ្ញេខ្លួនឯងហើយជូនគាត់សញ្ញេណាហើយគាត់សញ្ញេនៅថ្ងៃទីប្រហែលបាទដូចគ្នាផងដែរជាមួយនឹងគណៈកម្មការគ្រប់គ្រងសាលារៀនក៏លោកគ្រូក៏ត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយគាត់ដែរណាឃើញទេបាទគឺកន្លែងនេះគឺត្រូវគាត់សញ្ញេដែរណាបាទអូខេអញ្ចឹងបន្តទៀតតោះអញ្ចឹងបន្តមកទៀតយើងនិយាយពីនៅក្នុងការធ្វើកិច្ចព្រមព្រៀងថ្នាក់រៀននេះរបស់គ្រូបន្ទុកថ្នាក់នេះគឺមាន3ចំណុចដែលយើងត្រូវនិយាយគឺទី1គឺស្តង់ដារទី1គឺលទ្ធផលសិក្សារបស់សិស្សស្តង់ដារទី2អំពីដំណើរការបង្រៀននិងរៀនហើយនិងកិច្ចការទី3សំដៅទៅលើការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនបាទគេហៅថាវគ្គពង្រឹងគុណវុឌ្ឍិឬក៏បង្កើនគុណវុឌ្ឍិគណៈគ្រប់គ្រងឬមួយក៏គ្រូបង្រៀនរបស់គ្រូណាបាទអូខេតោះឥឡូវយើងចូលទៅក្នុងសាច់រឿងទី1ពាក់ព័ន្ធទៅនឹងស្តង់ដារទី1ការលទ្ធផលនៃការសិក្សារបស់សិស្សបាទអញ្ចឹងនៅក្នុងនេះគឺมันខុសគ្នាជាមួយទៅនឹងការធ្វើកិច្ចព្រមព្រៀងរបស់គ្រូឯកទេសគឺដូចគ្នាมันខុសគ្នាទេប៉ុន្តែខុសគ្នានៅត្រង់ប៉ុណ្ណេះណាខុសគ្នានៅត្រង់ប៉ុណ្ណេះនៅត្រង់គ្រូឯកទេសនីមួយៗគាត់ធ្វើតែមុខវិជ្ជារបស់គាត់ទេយើងនិយាយថាគាត់បង្រៀននៅថ្នាក់ទីប្រមាណហើយសិស្សសរុបនឹងប្រមាណហើយមុខវិជ្ជាអីអញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍ថាឥឡូវដូចគ្រូឯកទេសលោកគ្រូខ្ញុំបានធ្វើវីដេអូមុនហើយគឺមានបញ្ជាក់ថាបើសិនជាគាត់រៀនថ្នាក់ទី7នឹងមុខវិជ្ជាអីគេបាទមុខវិជ្ជាអីគេហើយសិស្សសរុបគាត់ប្រមាណអ្នកណាអញ្ចឹងគាត់ធ្វើកិច្ចព្រមព្រៀងមកគាត់បញ្ចូលចំនួនសិស្សតេស្តដើមឆ្នាំមកហើយក្រងប្រមាណហើយសម្រាប់ចុងឆ្នាំប្រមាណគឺដាក់តាមនឹងមកណាអាហ្នឹងសម្រាប់គ្រូឯកទេសប៉ុន្តែដោយឡែកគ្រូបន្ទុកថ្នាក់គឺខុសគ្នានៅត្រង់នៅពេលដែលគ្រូបន្ទុកថ្នាក់គឺធ្វើទាំង10មុខវិជ្ជាបាទធ្វើទាំង10មុខវិជ្ជាគឺអឺគឺទាំង10មុខវិជ្ជាគឺសំដៅមានថាគ្រប់មុខវិជ្ជាទាំងអស់នៅក្នុងដែលបង្រៀននៅថ្នាក់ទី 7A ណាខ្ញុំលើកទី7A ដែលមានសិស្សសរុប63នេះណាបាទអញ្ចឹងយកលទ្ធផលទាំង10មុខវិជ្ជានេះបូកបញ្ចូលគ្នាចេញជាលទ្ធផលតើបានលទ្ធផលនឹង A នឹងប្រមាណ B ប្រមាណ C ប្រមាណ D ប្រមាណ E F ប្រមាណណា
F នឹងប៉ុន្មានអញ្ចឹងណាបាទអញ្ចឹងអាកន្លែងនេះគឺមានតេស្តដើមឆ្នាំហើយនឹងក្រងចុងឆ្នាំហើយនឹងផលសម្រេចបាទហើយផលសម្រេចអញ្ចឹងនៅក្នុងកន្លែងនីតិដើមឆ្នាំនេះបាទនីតិដើមឆ្នាំគឺបានមកអំពីការធ្វើតេស្តដើមឆ្នាំបានមកអំពីគ្រប់មុខវិជ្ជាទាំងអស់នៅក្នុងបច្បោកបញ្ចូលគ្នាហ្នឹងតើបានសិស្សសរុបហ្នឹងបាន A ប្រមាណ B ប្រមាណ C ប្រមាណឥឡូវខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងណាមានថ្នាក់មួយនោះលោកគ្រូគាត់ធ្វើនីតិ A បានប្រមាណមើល2 4បាទ4នាក់ណាបាទនៅដើមឆ្នាំគឺបាន4ណាដើមទៅដើមឆ្នាំបាន4នាក់អញ្ចឹងយើងយកអា4នាក់ហ្នឹងមកបញ្ចូលមកណា A បាន4នាក់បាទ C បានប្រមាណបាទឥឡូវ B បានប្រមាណ B បាន1 2 3 4 5 6បាន6នាក់បាទ B បាន6នាក់បាទតែដើមឆ្នាំណាហើយនឹងC បាទ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
14នាក់បាទ14នាក់14នាក់អញ្ចឹងយើងយកមកបញ្ចូលឡើង C មក14នាក់បាទនិទេស C 14នាក់និទេស D បាទនិទេសដើមឆ្នាំរបស់គាត់ធ្វើមកបានអឺអីគេបាន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
11 12 13 14នាក់បាទ14នាក់អញ្ចឹងចូលឡើងនិទេសនេះ14នាក់ណា14នាក់ហើយបន្តមកទៀតនិទេសបានប្រមាណណាបាទនិទេសបាន2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 1
7 8 9 20 បាទ20នាក់បាទអញ្ចឹង20នាក់លោកគ្រូដាក់មក20នាក់បានលັດបាននិទេស A ហ្នឹងនិទេស E ហ្នឹង20នាក់បាទ20នាក់ចុងក្រោយប្រហែលនិទេស S បាទនិទេស S 1 2 3 4 5បាទបាន5នាក់អញ្ចឹងក្នុងចំណោមសិស្ស63នាក់ហ្នឹងគឺនិទេស S 5នាក់បាទអញ្ចឹងបន្ទាប់មកនេះអានេះគឺជាអីគេគឺជានិទេសនៃការធ្វើតេស្តដើមឆ្នាំអញ្ចឹងគ្រូធ្វើតេស្តហើយបានលទ្ធផលបូកសរុបចូលគ្នាទាំងប្រមាណមុខហ្នឹងណាទាំងប្រមាណមុខវិជ្ជាហ្នឹងបូកចូលគ្នាមកឃើញទេបាទមានខ្មែរមានគណិតមានរូបអីចឹងទៅបូកបញ្ចូលគ្នាមកបាទបូកបញ្ចូលគ្នាហើយលោកគ្រូយកមកបញ្ចូលនៅក្នុងនេះបានចេញជាលទ្ធផលហើយយកមកបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងហ្នឹងបាទបន្តមកទៀតអានេះក្រងចុងឆ្នាំបាទក្រងចុងឆ្នាំគឺសំដៅគេលោកគ្រូក្រងចុងឆ្នាំគឺសំដៅទៅលើការសន្យាដូចខ្ញុំបញ្ជាក់ពីដើមនៅក្នុងការធ្វើកិច្ចព្រមព្រៀងនេះគឺសំដៅទៅលើការធ្វើកិច្ចសន្យាបាទការធ្វើកិច្ចសន្យាអញ្ចឹងកិច្ចសន្យារបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាគឺកិច្ចសន្យាយ៉ាងម៉េចបាទកិច្ចសន្យារបស់លោកគ្រូអ្នកគ្រូថាប្រសិនបើសិស្សនិទេស A ហ្នឹងនៅដើមឆ្នាំបាន4ហ្នឹងហើយសន្យាថាចុងឆ្នាំបានប្រមាណអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវទៅធ្វើការក្រងហ្នឹងអញ្ចឹងអាក្រងហ្នឹងក្រងឬក៏សន្យាហ្នឹងទៅធ្វើម៉េចដើម្បីឲ្យត្រូវចាស់បាទដើម្បីឲ្យត្រូវអញ្ចឹងសូមបញ្ជាក់ឡើងវិញថាការក្រងនេះគឺសូមកុំឲ្យចាកឆ្ងាយអំពីក្រុមគោលដៅឬក៏និទេសនៃក្រុមគោលដៅរបស់ក្រសួងដែលបានដាក់ចេញមកអញ្ចឹងក្រុមគោលដៅដែលបានចេញមកមិនឥឡូវខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងណាយើងឃើញណានេះនៅក្នុងឆ្នាំ2025-2026ក្រុមគោលដៅនិទេស ABC និទេស A ធ្វើម៉េចឲ្យបាន12នាក់12%និទេស B ឲ្យបាន20%និទេស C ឲ្យបាន20%និទេស D ឲ្យបាន38%និទេស E បាន10%និងនិទេស F 0អញ្ចឹងជាក់ស្ដែងនៅពេលនេះគាត់ធ្វើតេស្តបានប្រមាណនិទេស E នេះនិទេស E បាន5នាក់នឹងជាស្មើប្រមាណភាគរយឥឡូវចាំយើងឧទាហរណ៍ជាក់ស្ដែងណាអូខេឥឡូវយើងទៅរកកន្លែងនេះម្ដងថាតើយើងគួរតែសន្យាមិនដើម្បីឲ្យត្រូវជាមួយនឹងក្រុមគោលដៅឬក៏ក្រុមគោលដៅដែលក្រសួងបានដាក់មកថាយើងត្រូវទៅឲ្យសម្រេចតាមហ្នឹងអូខេអញ្ចឹងឥឡូវនេះយើងទៅមើលតែម្ដងណាបាទតើគួរដើម្បីឲ្យបានគ្រប់គោលដៅនៃចំណោមសិស្ស63នាក់នេះតើធ្វើម៉េចឲ្យបាន12%នៃសិស្ស63ហ្នឹងតើស្មើនឹងប្រមាណអ្នកបាទអញ្ចឹងឥឡូវយើងទៅរកណាបាទឥឡូវខ្ញុំសូមលើកឧទាហរណ៍មកបញ្ជាក់ជូនលោកគ្រូតែម្ដងណាបាទតើក្នុងចំណោមសិស្ស63នាក់ហ្នឹងតើសិស្សហ្នឹងស្មើនឹងប្រមាណអ្នកអញ្ចឹងដើម្បីយើងរកគឺទី1យើងស្មើប្រមាណយើងប្រើរូបមន្តមកណាបាទរៀនប្រើរូបមន្តគឺស្មើបាទយក12នេះបាទ12ហ្នឹងទៅគុណជាមួយនឹង63បាទ63មកសិស្ស63មកណាហើយបិទកញ្ចក់មកចែកជាមួយនឹង100មកគឺស្មើនឹងចំនួនសិស្សហើយបាទស្មើចំនួនសិស្សអញ្ចឹងឲ្យយើងទាញមកដើម្បីងាយស្រួលរកណាអូខេអានេះ63ទៅដែរណាអញ្ចឹងអានេះមិញ20%ណា20អញ្ចឹងលោកគ្រូដាក់20មកបាទកែដាក់20មកនេះខ្ញុំលើកឧទាហរណ៍ជូនលោកគ្រូដើម្បីឲ្យលោកគ្រូងាយស្រួលរកណាបាទ20ដូចគ្នាមកអានេះប្រហែល38ណាបាទ38អូខេអានេះ10%អញ្ចឹងយើង10មកយើងដាក់10មកអូខេអញ្ចឹងបន្តមកទៀតណា
អូខេឥឡូវយើងសាកប្រើរូបមន្តមើលដើម្បីតើយើងកែហ្នឹងវាត្រូវអត់ណាអូខេអឺនេះស្មើ63ណាបាទ63អញ្ចឹងឥឡូវឧទាហរណ៍ឥឡូវយើងប្រកួតណាថាធម្មតាយើងអត់ដែលយកក្បៀសអញ្ចឹងហើយចំនួនសិស្សគឺយើងយកគុតមែនទេបាទឥឡូវបើសិនជាលើសពី7.5ជាងអញ្ចឹងយើងប្រកួតឡើងមកឡើង8ណាបាទឡើង8ហើយអានេះបើអញ្ចឹងយើងប្រកួតឡើង9ទៅអូខេអញ្ចឹងឥឡូវនេះគឺជាការរកឬក៏ការកំណត់ថាតើលោកគ្រូត្រូវកំណត់ថាដាក់ផែនការកិច្ចព្រមព្រៀងដើម្បីទៅរកសិស្សនិទេស A ហ្នឹងABC ហ្នឹងរកប្រមាណបាទរកប្រមាណឲ្យត្រូវហ្នឹងបាទអញ្ចឹងឥឡូវនេះគឺនិទេស A បាទនិទេស A នៅដើម្បីឲ្យទៅរកក្រុមគោលដៅហ្នឹងគឺលោកគ្រូត្រូវឲ្យបានប្រមាណមិញ8នាក់ណាបាទនិទេស B បានប្រមាណបាទនិទេស B បានប្រមាណមិញហ៎បាទនិទេស B បានបាទនិទេស B បាន13នាក់បាទនិទេស B បាន13នាក់អញ្ចឹង13មកនិទេស C បាន13ដែរមិញណាបាទនិទេស D បានប្រមាណបាទនិទេស D បាន23បាទអញ្ចឹងមិនធ្វើមិនឲ្យបាន23ណាបាទ23ជួយសិស្សមិនឲ្យបានចូល23នាក់ហើយនឹងនិទេសនិទេសមិនបាន6នាក់បាទអញ្ចឹងធ្វើមិនជួយសិស្សហ្នឹងឲ្យបានជាប់តាមហ្នឹង6ហើយអានេះ0ណាបាទអញ្ចឹងនេះគឺជាការរោនិទេសដែលជាការក្រងទុកឬមួយក៏ជាការធ្វើកិច្ចសន្យាឬក៏ថាព្រមព្រៀងគ្នាដើម្បីឲ្យលោកគ្រូខិតខំអឺជាធម្មតានៅក្នុងគ្រូឯកទេសគាត់សន្យាថាគាត់នឹងទៅរកក្រុមគោលដៅដូចគ្នាណាគាត់ទៅរកក្រុមគោលដៅដូចគ្នាហើយដល់ឡែកលោកគ្រូបន្ទុកថ្នាក់ក៏លោកគ្រូក៏សន្យាជាមួយគណៈកម្មការជាមួយគណៈកម្មការថ្នាក់រៀនជាមួយនឹងលោកគ្រូគណៈកម្មការក្រុមសាលារៀនហ្នឹងគឺសំដៅទៅរកក្រុមគោលដៅដូចគ្នាផងដែរបាទទៅរកក្រុមគោលដៅដូចគ្នាផងដែរបាទអញ្ចឹងនេះជាការកិច្ចធ្វើព្រមព្រៀងធ្វើកិច្ចព្រមព្រៀងអញ្ចឹងមានថាបន្ទាប់ពីនគរធ្វើអញ្ចឹងហើយលោកគ្រូប្រកាសជាជួបគ្នាឬក៏ប្រជុំគ្នាជាមួយនឹងលោកគ្រូឯកទេសថាណាធ្វើម៉េចយើងតេស្តដើមឆ្នាំយើងបានតែ6 4នាក់ទេហើយធ្វើម៉េចចុងឆ្នាំយើងធ្វើម៉េចឲ្យបានសម្រេចគោលដៅហ្នឹងគឺសិស្សនិទេស A ហ្នឹងឲ្យបាន8នាក់សិស្សនិទេស B ហ្នឹងមិនឲ្យបាន13នាក់និទេស C ហ្នឹងធ្វើម៉េចឲ្យបាន13នាក់ហើយនឹងនិទេស D ហ្នឹងធ្វើម៉េចឲ្យបានដល់ប៉ុណ្ណេះហើយបន្ថយអន្ទេសនេះបន្ថយអន្ទេសមកត្រឹម6ហើយអា F ហ្នឹងកុំឲ្យមានអញ្ចឹងណាបាទនេះគឺជាការប្រជុំគ្នារបស់លោកគ្រូបន្ទុកថ្នាក់ជាមួយនឹងគ្រូឯកទេសរបស់លោកគ្រូនៅគ្នាបាទអញ្ចឹងនេះហើយដល់ឡែកអាក្រងចុងសម្រាប់ចុងឆ្នាំនេះគឺលោកគ្រូមិនតាន់បញ្ចូលទេបាទមិនតាន់បញ្ចូលទេចាំចុងឆ្នាំបានប្រមាណចាំយកមកដាក់ចូលណាបាទអូខេហើយបន្តទៀតអាខាងក្រោមនេះគឺមានន័យថាអានេះមិនបាច់ដាក់ទេដោយសារតែលោកគ្រូឯកទេសបន្ទុកថ្នាក់គឺលោកគ្រូកាន់តែថ្នាក់មួយទេមានកាន់ថ្នាក់ច្រើនទេបាទគ្រូតែមួយថ្នាក់ទេមួយថ្នាក់ 17A 7B ហ្នឹងទេណាបាទអូខេអញ្ចឹងឥឡូវយើងបានអីហើយយើងទៅបន្តទៀតណាអូខេអានេះគឺជាដូចខ្ញុំបង្ហាញអំពីការធ្វើកិច្ចព្រមព្រៀងរបស់គ្រូឯកទេសអញ្ចឹងគឺដូចគ្នាណាអញ្ចឹងដើម្បីនេះជាផែនការជាការក្រងទុកជាការព្រមព្រៀងគ្នាទុកហើយដើម្បីទៅសម្រេចនៅគោលបំណងមួយហ្នឹងនេះថាសកម្មភាពដែលយើងត្រូវធ្វើណាបាទអញ្ចឹងលោកគ្រូអាចមានតារានគ្រូមើលទៅដូចជាមិនពិបាកយល់ទេណាបាទអញ្ចឹងអានទៅណាសកម្មភាពដែលយើងធ្វើហ្នឹងគឺដើម្បីទៅគ្រប់គ្រងហ្នឹងសម្រាប់នឹងគោលដៅហ្នឹងណាបាទហើយតារាងពេលវេលាដូចគ្នាតើដើម្បីធ្វើអាកិច្ចការលើហ្នឹងដើម្បីគ្រប់គ្រងអាហ្នឹងតើយើងធ្វើនៅពេលណាណាដាក់ពេលណាដល់ពេលណានឹងលោកគ្រូដាក់មកណាអញ្ចឹងឥឡូវយើងលើកទីហើយកិច្ចការទី1ការធ្វើការវិភាគរៀននឹងជួយសិស្សកិច្ចដាក់ជួយសិស្សដាក់កិច្ចការផ្ទះហ្នឹងអញ្ចឹងគឺធ្វើពីខែធ្នូដើមឆ្នាំរហូតដល់ចុងឆ្នាំណាបាទយើងដាក់ជារហូតរៀងរាល់ខែណាបាទអានេះអាណាព្យាបាលបានចុះកិច្ចគេហៅថាចុះហត្ថលេខាទៅលើកាលវិភាគការរៀនសូត្ររបស់សិស្សហ្នឹងបាទចាប់ពីខែអឺដើមឆ្នាំហ្នឹងបាទដើម្បីធ្វើម៉េចឲ្យគាត់ជួយសម្របសម្រួលណាបាទអានេះយើងតែមួយខែបានណាបាទតែមួយខែទេបាទខែមករាឆ្នាំ2026អានេះ2026ដែរមកអូខេ2025អានេះ2026បាទ2026មកអូខេខ្ញុំសុំដូរ font សិនអានេះ26អានេះ2025ត្រូវបាទអូខេ2026 2025អញ្ចឹងអានេះយើងដាក់តែមួយខែបានហើយមករាកុម្ភៈមកកុំឲ្យយើងធ្វើច្រើនខែពេកណាបាទខែកុម្ភៈមកណាប៉ុន្តែនេះធ្វើកាលវិភាគនេះអឺគឺមានតែយើងជួយសិស្សរហូតបាទយើងជួយសិស្សណានេះធានាថាសិស្សហ្នឹងបានមានកិច្ចការផ្ទះហ្នឹងសម្រាប់ទៅធ្វើរៀងរាល់ខែណា
បាទអូខេឥឡូវយើងទៅមួយទៀតគឺការងារបំពេញការងារស្តង់ដារទី2ដំណើរការរៀននិងបង្រៀនណាបាទលទ្ធផលរំពឹងទុកទី2គឺប្រសិទ្ធភាពនៃការគ្រប់គ្រងលទ្ធផលបង្រៀនមានការប្រែប្រួលអញ្ចឹងនេះដើម្បីឲ្យមានការប្រែប្រួលហ្នឹងគឺគេនិយាយអស់ហើយនៅក្នុងហ្នឹងគឺលោកគ្រូមិនប្រមាថទេលោកគ្រូគាត់តែមើលថាអានេះជាអ្វីដែលជាការចងរបស់ក្រសួងចងរួចហើយយើងត្រូវតែធ្វើតាមនោះដូចគ្នាណាបាទអញ្ចឹងនៅក្នុងនេះគេនៅក្នុងហ្នឹងវាមានកលឹមវាមានមើលមានរឿងធំពីរគឺមួយគឺការងារធ្វើតេស្តហ្មត់ចត់ទី2គឺការងារផែនការរៀនសូត្ររបស់សិស្សអញ្ចឹងនៅក្នុងការធ្វើតេស្តហ្មត់ចត់នេះគឺទី1យើងត្រូវធ្វើគេគឺយើងត្រូវថាលោកគ្រូត្រូវមានបញ្ជីនិទេសតេស្តស្តង់ដានិទេស A B C D រហូតដល់ F ហ្នឹងនិងកម្រិត A B C ហ្នឹងឃើញទេមានថាលោកគ្រូត្រូវធ្វើឲ្យមានអាហ្នឹងបាទឲ្យមានអាហ្នឹងអញ្ចឹងនៅពេលចុងឆ្នាំលោកគ្រូនឹងយកកិច្ចព្រមព្រៀងហ្នឹងមកបកគលមកไปជួបប្រជុំជាមួយនឹងលោកគ្រូនាយករងបច្ចេកទេសហើយឬមួយក៏នាយកសាលាដើម្បីពិនិត្យតាមដានថាតើកិច្ចការរបស់លោកគ្រូដែលលោកគ្រូបានកិច្ចព្រមព្រៀងថាលោកគ្រូត្រូវតែមានហ្នឹងបាទត្រូវតែមានហ្នឹងតើមានអត់បាទមានលោកនាយករងឬមួយក៏លោកគ្រូនឹងលោកនាយករងឬក៏នាយកឲ្យប្រាប់ឲ្យទៅលោកគ្រូនិងលោកគ្រូដើម្បីបំពេញនៅត្រង់កន្លែងនេះថាមានអញ្ចឹងទៅណាអូខេតេស្តមកចាត់មួយទៀតគឺមានតារាងកត់ត្រាលទ្ធផលសិស្សរៀនយឺតបាទនិទេស E និង F នឹងប្រៀបធៀបលទ្ធផលតេស្តដើមឆ្នាំជាមួយនឹងតេស្តដើមឆ្នាំរហូតដល់ចុងឆ្នាំអញ្ចឹងលោកគ្រូមានតារាងហ្នឹងអត់បើសិនជាមានគេឲ្យធ្វើអាហ្នឹងណាគ្រូឲ្យធ្វើគេឲ្យធ្វើនេះគេឲ្យធ្វើតារាងប្រៀបធៀបនេះធ្វើតារាងកត់ត្រានេះលទ្ធផលសិស្សរៀនយឺតហ្នឹងមានអត់បើសិនជាមានលោកគ្រូបានធ្វើលទ្ធផលបញ្ជីរៀននាមសិស្សសិស្សរៀនយឺតហ្នឹងអញ្ចឹងមានថាលោកគ្រូអឺបានសម្រេចនៅក្នុងវត្ថុបំណងរបស់គេឯងបាទមួយទៀតមានកត់ត្រាឈ្មោះសិស្សនិងអ្នកអាណាព្យាបាលសិស្សរៀនយឺតនិងពិគ្រោះគ្នាតាមខែនីមួយអញ្ចឹងបន្ទាប់ពីសិស្សនេះស្រង់អាសិស្សរៀនយឺតនឹងហើយតើមានបានប្រជុំជាមួយម៉ែឪសិស្សទេហើយមានបានកត់ត្រាហ្នឹងហើយបានជួបប្រជុំគ្នាជាមួយពិភាក្សាគ្នាជាមួយអាណាព្យាបាលថាប្រាប់ថាកូនគាត់ប្រមាណអ្នកកូនគាត់នឹងធ្លាក់ប្រមាណអ្នកហើយនឹងអ្នកមទេសហ្នឹងអាអ្នកខ្សោយហ្នឹងប្រមាណអ្នកបាទអញ្ចឹងបានធ្វើទេមានអីជាបន្ទាល់គឺមានបញ្ជីវត្តមានមានការមានរបាយការណ៍ប្រជុំណាបាទបន្តមកទៀតគឺផែនការរៀនសូត្ររបស់សិស្សអញ្ចឹងសន្យាថាលោកគ្រូសិស្សថ្នាក់របស់លោកគ្រូត្រូវតែមានផែនការបាទត្រូវតែមានផែនការរៀនសូត្ររបស់សិស្សរយៈពេល1ឆ្នាំដែលមានចុះហត្ថលេខាឬក៏ស្នាមមេដៃជាមួយនឹងអាណាព្យាបាលបាទអញ្ចឹងមានអត់ថ្នាក់របស់លោកគ្រូណាក់7Aមានផែនការគ្រប់គ្នាទេបាទអញ្ចឹងលោកគ្រូនៅត្រង់កន្លែងនេះគឺត្រូវតែមានអញ្ចឹងនេះជាការសន្យាដល់ពេលចុងឆ្នាំលោកគ្រូចាំដល់ពេលចុងឆ្នាំហើយគណៈនាយកឬមួយក៏លោកនាយករងគាត់នឹងពិនិត្យមើលទៅថាបើសិនបើមានបានដាក់ថាមានអញ្ចឹងបើអត់មានទេលោកគ្រូមានថាអត់បំពេញទៅតាមកិច្ចព្រមព្រៀងទេមួយទៀតអានេះគឺជាកិច្ចការដែលធ្វើកិច្ចការងារដើម្បីគ្រប់គ្រងទៅលើនេះការសន្យារបស់យើងខាងលើណាបាទត្រូវធ្វើអីខ្លះគ្រូមើលដែរកុំឲ្យខាតពេលខ្ញុំទៅបន្តទៀតណាបាទហើយរយៈពេលវេលាដូចគ្នាត្រូវធ្វើអីនឹងដូចគ្នាអញ្ចឹងមិនខុសគ្នាទេណាមួយទៀតគឺពាក់ព័ន្ធទៅនឹងលទ្ធផលរំពឹងទុកទី3គឺប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យរដ្ឋបាលថ្នាក់រៀនអញ្ចឹងបានបោះឆ្នោតជ្រើសរើសគណៈក្រុមប្រឹក្សាសិស្សតាមថ្នាក់រៀនលោកគ្រូបានបោះឆ្នោតទេមានក្រុមប្រឹក្សាថ្នាក់រៀនទេហើយបានបោះឆ្នោតអត់បាទបើសិនជាបានបោះឆ្នោតមានរូបភាពអត់មានលបាយការណ៍ទេហើយមានបញ្ជីរាយនាមឬមួយក៏តារាងរចនាសម្ព័ន្ធក្រុមប្រឹក្សាកម្មានឹងទេបាទអូខេតទៅទៀតសិស្សបានចាប់ឆ្នោតចងក្រងក្រុមតូចតូចចំនួន15+5មានថាដើម្បីទៅកាន់ការងារបញ្ជី15តារាង15+5ហ្នឹងដើម្បីកត់ត្រាទិន្នន័យនៅក្នុងសាលារៀនណាព័ត៌មាននៅក្នុងសាលារៀនណាបាទបានធ្វើទេបាទមួយទៀតនៅក្នុងការងារគ្រប់គ្រងទិន្នន័យរដ្ឋបាលថ្នាក់រៀនបាទរបស់ក្រុមប្រឹក្សាសាលារៀនអញ្ចឹងសាលារៀនបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសាលារៀនទេហើយក្រុមប្រឹក្សាសិស្សហ្នឹងបានប្រមូលទិន្នន័យពីគ្រប់ថ្នាក់ដើម្បីយកមកប្រគល់ជូននាយករងរដ្ឋបាលឬក៏នាយករងបច្ចេកទេសដើម្បីពិនិត្យទេបើមានបានធ្វើអាហ្នឹងគ្រីស្ថាមានណាបានមានហ្នឹងទៅបន្តមកទៀតក្រុមប្រឹក្សាសិស្សសាលារៀនផ្ដល់ទិន្នន័យគ្រប់គ្រងរដ្ឋបាលសាលារៀននឹងជូនហ្នឹងគឺតើអានេះគឺជាការព្រមព្រៀងឬក៏ជាគោលដៅការងារដែលគេកំណត់ឲ្យគួរធ្វើអញ្ចឹងប្រសិនបើពិតជាមានបានធ្វើអស់ហ្នឹងមែនអញ្ចឹងចុងឆ្នាំពិនិត្យមើលបាទពិនិត្យមើលតើមាននឹងអត់បានធ្វើបានបោះឆ្នោតអត់ហ
ហើយសិស្សក្រុមប្រឹក្សាហ្នឹងបានធ្វើកិច្ចការងារតារាង15/5ហ្នឹងទេហើយទិន្នន័យមួយចំនួនរបស់គណៈក្រុមប្រឹក្សាហ្នឹងបានយកមកឆ្លងជាមួយនាយករងទេមានរបាយការណ៍មានឯកសារអីទេមានលទ្ធផលអីទេយកមកដាក់ត្រង់នេះបើសិនជាមានយើងថាមានទៅអូខេណាអូខេអានេះហើយបន្តមកទៀតនេះគឺជាសកម្មភាពដើម្បីគ្រប់គ្រងទៅនឹងកិច្ចការខាងលើហ្នឹងរួចខ្លះលោកគ្រូត្រូវមើលបាទទៅមើលហ្នឹងទៅមិនបាក់យល់ទេណាបាទអញ្ចឹងយើងចូលទៅវត្ថុបំណងទី3គឺអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនគឺសំដៅទៅលើការងារអភិវឌ្ឍគុណវុឌ្ឍិគ្រូបង្រៀនបាទដូចទៅក្នុងការងារធ្វើកិច្ចព្រមព្រៀងគ្រូឯកទេសដែរអញ្ចឹងដូចគ្នាណាកន្លែងនេះខ្ញុំមិនបញ្យល់បន្ថែមទេមានន័យថាកន្លែងនេះគឺលោកគ្រូឯកទេសដូចគ្រូបន្ទុកថ្នាក់ណាដែលលោកគ្រូមិញហ្នឹងដែលគាត់កាន់ថា 7A ហ្នឹងតើលោកគ្រូបានទៅបង្រៀនបានសំទោសបានទៅចូលរួមវគ្គបណ្ដុះបណ្ដាលបង្កើនគុណវុឌ្ឍិគ្រូបង្រៀនទេនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេបើសិនបើបានទៅបណ្ដុះបណ្ដាលលោកគ្រូដាក់មកណាចាប់ដើមពីពេលណាដល់ពេលណាលោកគ្រូចប់ណាបាទចូលបានរៀនឯខ្លះហើយកិច្ចការហ្នឹងបណ្ដុះបណ្ដាលអីខ្លះมันខុសគ្នាអំពីការងារធ្វើកិច្ចព្រមព្រៀងរបស់គ្រូឯកទេសទេណាអញ្ចឹងលោកគ្រូអាចទៅមើលលំនាំឬក៏បញ្យល់ការបញ្យល់ពីបច្ចេកទេសនេះនៅក្នុងកិច្ចព្រមព្រៀងគ្រូឯកទេសបានបាទដូចគ្នាណាហើយមួយទៀតផងដែរនេះថ្នាក់បញ្ញាបត្រជាន់ខ្ពស់ណាគឺសំដៅទៅលើវគ្គគ្រូថ្នាក់នំដិតអញ្ចឹងបើសិនបើលោកគ្រូបន្ទុកថ្នាក់ហ្នឹងដែលគាត់បានទៅរៀននៅវគ្គគុណវុឌ្ឍិបង្កើនគុណវុឌ្ឍិអឺជាគ្រូបង្រៀននៅថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហ្នឹងអញ្ចឹងដូចគ្នាណាបាទដូចគ្នាទៅនឹងកិច្ចធ្វើកិច្ចព្រមព្រៀងរបស់គ្រូឯកទេសផងដែរបានទៅអត់ហើយបើសិនជាបានបណ្ដុះបណ្ដាលពីឆ្នាំណាដល់ឆ្នាំណាណាបាទហើយកិច្ចការផ្សេងទៀតបាទអញ្ចឹងអឺនេះពាក់ព័ន្ធទៅនឹងការងារធ្វើកិច្ចព្រមព្រៀងរបស់គ្រូបន្ទុកថ្នាក់គឺមានប៉ុណ្្នឹងទេបាទគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយទៅទៀតនោះគឺលោកគ្រូបន្ទាប់ពីធ្វើរួចលោកគ្រូនេះបាទត្រូវចុះហត្ថលេខាអញ្ចឹងមកបាទចុះហត្ថលេខាហើយលោកគ្រូយកចុះហត្ថលេខាហើយយកទៅជូននាយករងរដ្ឋបាលឬក៏នាយករងបច្ចេកទេសដើម្បីឬក៏នាយកសាលាដើម្បីសញ្ញានឹងបោះត្រាបន្តមកទៀតគឺជូនទៅដល់គណៈកម្មការគ្រប់គ្រងសាលារៀនដើម្បីគាត់សញ្ញាចុងក្រោយណាបាទអញ្ចឹងការធ្វើបទបង្ហាញអំពីការធ្វើកិច្ចព្រមព្រៀងថ្នាក់រៀនគឺមានតែប៉ុណ្្នឹងទេហើយប្រសិនបើលោកគ្រូមិនយល់ត្រង់ណាលោកគ្រូអាចខមមិនសួរបានបាទសូមអរគុណ